ជំរាបសួរបងប្អូនក៏ដូចជាស្វាគមន៍មកកាន់ Channel លោកគ្រូឡានសំអឿនហើយសម្រាប់ថ្ងៃនេះដែរបងប្អូនក៏បានឃើញជាមួយនឹងទស្សនវិជ្ជាផ្សេងក្រៅពីកន្លងទៅខ្ញុំធ្លាប់តែថតនៅសាលារៀនប៉ុន្តែមិនចោលទេបងប្អូនរូបថតនៅសាលារៀនខ្ញុំនឹងធ្វើជាបន្តគាត់ថាថ្ងៃនេះប្រធានបទរបស់ខ្ញុំនឹងគឺខ្ញុំមកដល់ចំការតរ៉េនអញ្ចឹងបងប្អូនអ្នកស្រុកខ្ញុំគឺគេនិយមគឺដាំតរ៉េនជាមួយតរ៉េនមួយដើមនេះគឺជាប្រភេទបាទដូចជាមិនដូចជារី6បងប្អូនតរ៉េននេះគឺវាដល់ខែដល់រដូវនឹងត្រូវកាត់ហើយគាត់ថាតរ៉េននេះនៅខ្វះថ្ងៃខ្វះអីតិចតួចអញ្ចឹងណាហើយជាក់ស្ដែងទៅមានយើងមានម៉ាន់ថងមានរី6ហើយតរ៉េននេះគឺមានបងប្អូនខ្លះក៏បានកំងក៏បានកាត់លក់ខ្លះហើយលេចអស់ពីដើមខ្លះហើយណាជាមួយក្មួយខ្ញុំនេះគ្រប់តទូក្បាលក្តៅណាស់តទូក្បាលតទូអញ្ចឹងបាទហើយនេះអូយបងប្អូនអញ្ចឹងចឹងបងប្អូនថ្ងៃនេះប្លែកផ្នែកតិចហើយចំពោះទស្សនវិជ្ជាមួយដែលធ្លាប់តែឃើញកូនសិស្សធ្លាប់តែឃើញអីជាស្ដែងទៅខ្ញុំថតនេះគឺចិត្តដល់ម៉ោងចូលបរិញ្ញាដែរហើយតិចទៀតខ្ញុំក៏ទៅហ៊ូទៅសាលាដែរព្រោះតែយើងផ្លូវចូលចការដែរអញ្ចឹងណាតែមិនមែនជាចការខ្ញុំទេគឺជាចការបងប្រុសខ្ញុំបាទនេះរី6អានេះម៉ាន់ថងទៅដឹងនេះអញ្ចឹងថាអ្នកចការឲ្យច្បាស់អ្នកចការណាយើងអ្នកថតយើងអត់ដឹងទេហើយជាស្ដែងថ្ងៃនេះខ្ញុំក៏បានមកប្រម៉ូទមកថតប្រម៉ូទឲ្យបងប្រុសខ្ញុំដើម្បីលក់នៅក្នុង Facebook ទេគឺយើងអត់បានលក់នៅក្នុង YouTube ទេម្ដងនេះគឺផ្លែធំល្អមែនតើបងប្អូនផ្លែធំហ្នឹងគឺយើងថាល្អក៏បានថាមិនល្អក៏បានដោយសារអីដោយសារតែថាចេះបងប្អូនយើងមើលទៅលើតរ៉េនណាបងប្អូនត្រូវចំណាំថាចេះតរ៉េនតែកាលណាកាឡាវារីកធំអញ្ចឹងកាឡារាងរីកធំអញ្ចឹងណាគឺសបករាងក្រាស់បន្តិចណាបាទសបករាងក្រាស់បន្តិចហើយផ្លែនេះក៏វាមិនជាផ្លែមូលល្អដែរក៏ពីតកំប៉ុងទេហើយតរ៉េនប្រភេទនេះគឺភាគច្រើនបងប្រុសខ្ញុំគាត់កាត់យកទៅដាក់បន្ទុំនៅផ្ទះដើម្បីចែកបងប្អូនហូបអញ្ចឹងទៅគឺអត់បានយកទៅលក់ទេដោយសារអីវាផ្លែវាអត់សូវល្អនៅមានមួយដើមទៀតបងប្អូនផ្លែគឺធំមែនតើនេះអាដើមនេះណាអញ្ចឹងកាមេរ៉ាគឺ one shot បាទកាមេរ៉ាគឺថតតែមួយប្លង់ទៅតែបងអត់មានកាត់តកាត់អីទេបាទគឺតដល់នេះតរ៉េនដែលខ្ញុំតែទៅថតនៅក្នុង Facebook ធំមែនតើធំមកបងប្អូនយើងហើយនេះរៀងហន់តិចហើយរៀងដើរក្នុងចការនេះធំម្ដងហ្នឹងគ្រាន់ថាដូចខ្ញុំថាអញ្ចឹងវាសបកវារាងក្រាស់អន់ថងថាសបករាងក្រាស់បន្តិចហើយនឹងផ្លែកាពីតកប៉ោងអត់វាថាលក់អត់បានថ្លៃទេអញ្ចឹងកាត់ចែកបងប្អូនហូបហើយមានមិនមែនមានតែម្ដងពីរដើមទេណាបងប្អូននេះមើលចការខ្ញុំធ្លាប់ថតដាក់ដ្រូនណាប៉ុន្តែខ្ញុំអត់ដែលបានបង្ហាញនៅក្នុង channel channel YouTube ទេអញ្ចឹងថ្ងៃនេះក៏ថតឲ្យមើលតិចទៅណាហើយក៏ជិតដល់ម៉ោងទៅបរិញ្ញាដែរអញ្ចឹងបងប្អូនយើងធ្លាប់តែឃើញសោះឃើញអីឥឡូវមកឃើញចការតរ៉េនប្លែកទេបងប្អូនខ្លាចថាបងប្អូនយើងនៅក្នុងខេត្តត្បូងឃ្មុំដែរទេបើក្រៅពីនៅឆ្ងាយតំបន់ឆ្ងាយមើលដល់ប្លែកបងប្លែកផ្នែកតែម្ដងហើយចការតរ៉េននេះគឺអត់ទាន់ធំទេគឺទៅតែបាននេះជាឆ្នាំទី2នៃការប្រមូលផលទេឆ្នាំទី2ណាអញ្ចឹងដល់ពេលធំទៅគឺដើមវាខ្ពស់មើលទៅកាន់តែសស្អាតជាងមុនទៀតបាទអញ្ចឹងអានេះគឺគ្រាន់តែថាឆ្នាំទី2ទេនៃការប្រមូលផលហ្នឹងអញ្ចឹងតរ៉េនខ្លះទៅក៏ដើមខ្ពស់ខ្លះក៏ទាបទៅមានចការនៅក្នុងចការអាមេរិកនៅក្នុងអាមេរិកគឺវាខ្ពស់ល្អនៅខាងក្រៅនេះអត់សូវខ្ពស់ទេណាបាទវាអត់សូវខ្ពស់ទេគឺប៉ុណ្្នឹងហើយតែបន្តិចទៀតមេឃដល់គ្នាដល់អីហ្នឹងគឺពិបាកតែមេឃតែអីពេញហ្នឹងទៀតនៅក្នុងនេះគឺវារាំងមានស្មៅច្រើនបន្តិចដោយសារតែបងប្រុស